យោធាថៃបានបាញ់ផ្សែងពុលចូលតំបន់ភ្នំខ្មោចយ៉ាងច្រើនយោធាថៃបានបាញ់ផ្សែងពុលបន្ថែមនៅក្នុងតំបន់ប្រាសាទព្រះវិហារនៅថ្ងៃទី8ខែធ្នូឆ្នាំ2025នេះយោធាថៃបានបន្តបើកការបាញ់ប្រហារសារជាថ្មីមកលើកងកម្លាំងកម្ពុជានៅគ្រប់ទិសនៅក្នុងយុទ្ធភូមិភាគទី4ចាប់ពីវេលាប្រមាណម៉ោង5:04 នាទីព្រឹកការបើកការបាញ់ប្រហារនេះធ្វើឡើងក្នុងតំបន់អានសេះនៅប្រាសាទតាម៉ុនធំនៅប្រាសាទព្រះវិហារនៅ5មករានៅចំការជែកនៅមុំ3នៅភ្នំខ្មោចនិងគោល8នៅប្រាសាទតាក្របីនិងប្រាសាទខ្នាក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅវេលាម៉ោង2:15 នាទីរសៀលកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2025កាលពីម្សិលមិញនេះយោធាថៃបានបន្តធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់ដោយនៅវេលាម៉ោង1នៅវេលាម៉ោង4:00 នាទីព្រឹករថយន្តធំចំនួន2គ្រឿងរបស់យោធាថៃបានដឹកកងកម្លាំងរបស់ខ្លួនពីភ្នំរ៉ើងចូលក្នុងតំបន់អានសេះនៅវេលាម៉ោង5:04 នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាដោយបាញ់កាភ្លើងដៃចំនួន20ទៅ25គ្រាប់3នៅវេលាម៉ោង5:19 នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាដោយបាញ់កាភ្លើងដៃចំនួន38គ្រាប់4នៅវេលាម៉ោង5:25 នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាដោយប្រើកាភ្លើងដៃនិងកាភ្លើងយន្តចំនួនប្រហែល120គ្រាប់5វេលាម៉ោង5:40 នាទីយោធាថៃបានផ្អាកការបាញ់ប្រហារប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានការវិវត្តនៅតាមបណ្ដោយព្រំដែនដោយយកចិត្តទុកដាក់ខ្ពស់បំផុត6នៅវេលាម៉ោង6:13 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារម្ដងទៀតដោយប្រើប្រាស់កាភ្លើង MT-60 ចំនួន3គ្រាប់7នៅវេលាម៉ោង6:20 នាទីយោធាថៃបានបាញ់កាភ្លើងត្បាល់ចំនួន4គ្រាប់និងកាភ្លើងយន្តថ្មើរជើងចូលខ្សែត្រៀមកម្ពុជានៅតំបន់អានសេះ8នៅវេលាម៉ោង6:51 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារចូលតំបន់ប្រាសាទតាម៉ុនធំដោយប្រើប្រាស់រថក្រោះ9នៅវេលាម៉ោង7:40 នាទីយោធាថៃបានបន្តបាញ់ប្រហារគ្រប់គោលដៅមានមុំ3អានសេះភ្នំខ្មោចគោល8ប្រាសាទព្រះវិហារប្រាសាទតាម៉ុនធំប្រាសាទតាក្របីប្រាសាទខ្នាដោយប្រើប្រាស់កាភ្លើងធំប្រភេទ155មីលីម៉ែត្ររថក្រោះកាភ្លើងត្បាល់គ្រប់ប្រភេទនៅក្នុងតំបន់អានសេះ10នៅវេលាម៉ោង8:10 នាទីយោធាថៃបានបាញ់ផ្សែងពុលចូលតំបន់ភ្នំខ្មោចយ៉ាងច្រើន11នៅវេលាម៉ោង8:14 នាទីយោធាថៃបានបាញ់ផ្សែងពុលបន្ថែមនៅក្នុងតំបន់ប្រាសាទព្រះវិហារ12នៅវេលាម៉ោង8:41 នាទីយោធាថៃបាននៅតែបន្តបាញ់យោធាថៃបានបាញ់ផ្លោងនិងបាញ់បុកយ៉ាងខ្លាំងនៅតំបន់ទីតាំងដំណាក់ស្ដេចចន្លោះថ្មដូននិងប្រាសាទតាម៉ុនបច្ចុប្បន្នយន្តហោះយោធាថៃបានហោះនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ13នៅវេលាម៉ោង9:05 នាទីយោធាថៃបានវាយប្រហារមកលើកម្លាំងកម្ពុជាដោយប្រើប្រាស់ប្រភេទយន្តហោះចម្បាំង F16 បន្ថែមទៀតនៅក្នុងភូមិសាស្ត្រស្រុកស្រអែមខេត្តព្រះវិហារ14នៅវេលាម៉ោង9:30 នាទីយោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាជាបន្តទៀតនៅតំបន់ប្រាសាទខ្នាអូស្មាច់យោធាថៃបានប្រើប្រាស់ប្រភេទកាភ្លើង 12.7 រួមទាំងរថក្រោះបាញ់បំបុកបន្ថែមទៀត15នៅវេលាម៉ោង10:00 នាទីយោធាថៃនៅតែបន្តវាយប្រហារមកលើកម្លាំងកម្ពុជាយ៉ាងខ្លាំងដោយប្រើប្រាស់កាភ្លើងត្បាល់កាភ្លើងធំរថក្រោះបាញ់បំបុកពិសេសនៅតំបន់អានសេះនិងប្រាសាទព្រះវិហារក៏ត្រឹមនៅវេលាម៉ោង11:00 នាទីនេះយោធាថៃនៅបន្តបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅលើទីតាំងជនស៊ីវិលរបស់កម្ពុជានៅឡើយកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានការវិវត្តស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច
สมกูបញ្ជាក់ផងដែរថាការបាញ់ប្រហាររបស់យោធាថៃលើកនេះគឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ជាច្រើនថ្ងៃមកហើយក្នុងចេតនាញុះញង់នៅខាងភាគីថៃឲ្យបញ្ចេញរួមជាមួយនឹងការបញ្ចេញនៅការផ្សព្វផ្សាយព័ត៌មានទាំងប្រភពផ្លូវការនិងក្រៅផ្លូវការរបស់កងទ័ពថៃចោទប្រកាន់មូលបង្កាច់មកលើកម្ពុជាក្នុងចេតនាបំភាន់សាធារណមតិជាតិអន្តរជាតិនិងយកធ្វើជាលេសដើម្បីបង្កហេតុភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាលើពីនេះទៅទៀតការបាញ់ប្រហាររបស់យោធាថៃឈានទៅដល់ភូមិរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យខេត្តព្រះវិហារបានបណ្ដាលឲ្យប្រជាជនស្លូតត្រង់រងរបួសមួយចំនួននិងមានការឆេះផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនខ្នងនិងធ្វើឲ្យប្រជាជនក្មេងចាស់ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសទៅទីតាំងសុវត្ថិភាពបណ្ដោះអាសន្នភ្លាមអាជ្ញាធរខេត្តព្រះវិហារខេត្តឧត្តរមានជ័យបានជួយសម្របសម្រួលជួយប្រជាពលរដ្ឋជនភៀសខ្លួននៅតាមតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពសូមជម្រាបជូនផងដែរថានៅក្នុងហេតុការណ៍ខាងលើកងកម្លាំងកម្ពុជាមិនបានតបតឡើយដោយប្រកាន់ខ្ជាប់នៅបំផុតនៅការគោរពនិងការអនុវត្តបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃរួមទាំងគោលការណ៍ឯកភាពគ្នារវាងកម្ពុជានិងថៃដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីត្រឹមត្រូវនិងស្របតាមច្បាប់អន្តរជាតិក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាភាគីថៃបានរំលោភបំពានលើបទជបាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលការចុះហត្ថលេខានេះដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសាក្សីរបស់អាដាមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងអាដាមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានបដូវវេនអាស៊ានក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះអំពើរំលោភបំពានដ៏កម្រៅនេះកម្ពុជាអំពាវនាវឲ្យភាគីថៃបញ្ឈប់រាល់អំពើអរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពស្ថិរភាពនៅក្នុងតំបន់ទន្ទឹមនឹងនេះកម្ពុជាអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយឆន្ទៈសុឆន្ទៈពិតប្រាកដ